បងប្អូនយើងមើលថៃត្រឡប់មកវិញនៅឆ្នាំ2030ទៅហ៊ានខ្មែរទាំង18នាក់នឹងមកវិញហើយគឺភ័យសម្ដេចហ៊ុនសែនផុសខ្ញុំអសាហាវខ្ញុំស្ទើរអង្គុយជឿខ្ញុំពាក់វ៉ែនតាអញ្ចឹងបងប្អូនហើយពេលខ្ញុំមើលរូបហ្នឹងខ្ញុំដោះវ៉ែនតាមើលអញ្ចឹងចង់ដឹងថារូបហ្នឹងមែនតើអត់ប្រហែលជារឿងលើកនេះយើងមិនអាចភ្លេចអ្វីដែលថៃធ្វើមកលើយើងត្រូវហើយប៉ុន្តែខ្ញុំចង់ឲ្យវារលត់ទៅចង់ឲ្យសង្គ្រាមវាផុតទៅហើយសល់តែមេរៀនបានហើយសល់តែការចងចាំសល់តែការប្រយ័ត្នប្រយែងបានហើយបើន័យថាយើងដឹងថាថៃគឺគាត់ធ្វើអញ្ចឹងដល់យើងប៉ុន្តែយើងមិនបាច់អុចអាលយើងមិនបាច់ម៉ាក់ងាយឬក៏យើងមិនមើលងាយគេមើលងាយយើងតែនិយាយយើងមិនបាច់បកាត់ភ្លើងអីទៀតទេណាបងប្អូនឲ្យយើងឲ្យវាកន្លងផុតទៅចុះដើម្បីឲ្យប្រជាជនយើងក៏បានរស់ស៊ីប្រជាជនថៃដែលក្រដូចយើងក៏គាត់បានរស់ស៊ីយល់ទៅឲ្យភ្លើងសង្គ្រាមនេះចប់ប៉ុន្តែយើងចងចាំអានេះទុកហ្នឹងខ្ញុំគិតអីជាងគេខ្ញុំឃើញណាប្រហែលខែដែលទាហានថៃគាត់បើកយន្តហោះមកបាញ់ចូលខ្មែរយើងដកដីអញ្ចឹងដកដីខ្មែរយើងខ្ញុំមានអារម្មណ៍ថាដូចគេលូកដៃចូលក្នុងផ្ទះរបស់យើងផ្ទះកំភ្លើងប្រពន្ធយើងផ្ទះកំភ្លើងកូនយើងដែលយើងជាប្តីអត់អាចធ្វើអីបានអញ្ចឹងខ្ញុំមានអារម្មណ៍អញ្ចឹងប៉ុន្តែតាមពិតមិនមែនអញ្ចឹងទេបងប្អូនប្រហែលជារដ្ឋាភិបាលក៏គាត់មានអាខៅថា secret assignment គាត់មានអាការធ្វើការពីខាងក្នុងដែលយើងមិនអាចដឹងបានវាជារឿងអត់កំបាំងណាអូខេប៉ុន្តែខ្ញុំនិយាយពីខ្ញុំសិនខ្ញុំមានអារម្មណ៍ថាយើងដូចធ្វើគេអត់បានហើយខ្ញុំចេះតែមានអារម្មណ៍ថាក្នុងកាត់រឿងលើកនេះណាបើរដ្ឋាភិបាលខ្មែរយើងអត់ទិញយន្តហោះចម្បាំងអត់ទិញអីឬក៏អត់បង្កើនសព្វាវុធបង្កើនថវិកាសព្វាវុធបង្កើនលុយដើម្បីទប់ទល់ប្រទេសឆ្លៀនពៀនហ្នឹងណាគឺយើងអន់មែនតើបើសិនជាយើងអត់បង្កើនថវិកាដើម្បីការពារចិត្តគឺយើងអន់មែនតើខ្ញុំមានអារម្មណ៍អញ្ចឹងឥឡូវចាំបងប្អូនថៃគឺវាយថ្មជើងអត់ឈ្នះប្រទេសខ្មែរយើងទេអញ្ចឹងបើវាបាញ់ថ្មជើងនឹងថ្មជើងអត់ឈ្នះយើងហើយវាឈ្នះយើងតែយន្តហោះអញ្ចឹងបានន័យថាយើងមានតែយន្តហោះគឺយើងស្មើវាឬយើងឈ្នះវាចាំបានអញ្ចឹងខ្ញុំចង់បានន័យថាឆ្លងកាត់សង្គ្រាមដូចនេះបើខ្មែរយើងរដ្ឋាភិបាលខ្មែរយើងអត់ទិញយន្តហោះចម្បាំងអត់ទិញអីគឺអន់គឺបដៅឲ្យសត្រូវមកវាយយើងមកទិញកំភ្លើងកូនយើងទិញកំភ្លើងប្រពន្ធយើងដល់10ឆ្នាំក្រោយទៀតមិនកាន់បងប្អូនយើងមើលថៃត្រឡប់មកវិញនៅឆ្នាំ2030